Generation Z ឬក៏ Gen Z គឺជាបុគ្គលដែលកើតចន្លោះពីឆ្នាំ1997ទៅឆ្នាំ2012ប្រសិនបើយើងគិតមកត្រឹមឆ្នាំ2026នេះគឺពួកគាត់មានអាយុពី14ទៅ29ឆ្នាំហើយខុសពីចំនួនមុន Gen Z គឺជាចំនួនដែលកើតឡើងនៅក្នុងកំឡុងពេលដែលពិភពលោកកំពុងតែឈានជើងទៅមុខការរីកដុះដាលនៃប្រព័ន្ធបច្ចេកវិទ្យា Digital ប្រព័ន្ធអប់រំទំនើបផ្សេងៗទៀតការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យានានាជាការកម្សាន្តរួមមានភាពយន្តចម្រៀងហ្គេមទូរស័ព្ទដៃការប្រើប្រាស់បណ្ដាញសង្គមសម្រាប់តាក់ទងគ្នាទៅវិញទៅមកសម្រាប់ចែករំលែកព័ត៌មាននិងការផ្ញើសារឲ្យគ្នាបានយ៉ាងឆាប់រហ័សផងដែរទូរស័ព្ទដៃដែលអាចបះអេក្រង់បានដំបូងបំផុតត្រូវបានគេដាក់លក់នៅលើទីផ្សារដោយក្រុមហ៊ុន IBM នៅឆ្នាំ1994ដែលមានឈ្មោះថា The IBM Simon Personal Communicator ហើយនៅក្នុងឆ្នាំ2007ក្រុមហ៊ុន Apple ក៏បានបញ្ចេញទូរស័ព្ទដៃបះអេក្រង់បានដូចគ្នាតែវាគឺជាទូរស័ព្ទ iPhone ដំបូងបង្អស់ដែលមានភាពជោគជ័យនិងល្បីល្បាញជាខ្លាំងមកដល់ចុងឆ្នាំ2018 Gen Z ប្រហែលជា 95% គឺសុទ្ធតែមានទូរស័ព្ទដៃឬក៏ភាសាអង់គ្លេសគេហៅថា smartphones នៅក្នុងដៃគ្រប់គ្នាហើយទូរស័ព្ទដៃកុំព្យូទ័រនិងឧបករណ៍គ្រឿងអេឡិចត្រូនិកទាំងអស់ហ្នឹងគឺបានក្លាយទៅជាឧបករណ៍យ៉ាងចាំបាច់មួយសម្រាប់ជីវិតយើងម្នាក់ៗសម្រាប់ការសិក្សារៀនសូត្រសម្រាប់ការងារផ្សេងៗជាពិសេសកំឡុងពេលនៃការរីករាលដាលនៃជំងឺ COVID-19 ដែលយើងម្នាក់ៗត្រូវការស្នាក់នៅក្នុងផ្ទះយើងបានប្រើប្រាស់វាសម្រាប់ការទំនាក់ទំនងសម្រាប់ការចែករំលែកពីមតិចែករំលែកពីចំណេះដឹងនិងព័ត៌មានផ្សេងៗទៀតនៅលើពិភពលោកព្រមទាំងសម្រាប់ការរស់នៅប្រចាំថ្ងៃផ្សេងៗទៀតផងដែរវាបានធ្វើជីវិតយើងម្នាក់ៗមានភាពងាយស្រួលរហ័សទំនើបនិងរីករាយក៏ប៉ុន្តែថ្ងៃនេះខ្ញុំចង់មកប្រាប់បងប្អូនទាំងអស់គ្នាពីទំនាក់ទំនងមិនល្អរបស់យើងជាមួយនឹងឧបករណ៍គ្រឿងអេឡិចត្រូនិកឬក៏ទូរស័ព្ទដៃដែលអាចប៉ះអេក្រង់បានទាំងអស់ហ្នឹងពោលគឺផ្នែកអវិជ្ជមានដែលវាអាចនឹងជះមកលើយើងក៏ប៉ុន្តែនេះមិនមែនដើម្បីឲ្យយើងទាំងអស់គ្នាបញ្ឈប់ការប្រើប្រាស់គ្រឿងទាំងអស់ហ្នឹងទេដោយសារវាគឺជាឧបករណ៍ចាំបាច់សម្រាប់ជីវិតយើងដូច្នេះហើយវីដេអូនេះគឺគ្រាន់តែជាការក្រើនរំលឹកសម្រាប់ការដាស់តឿនដល់បងប្អូនទាំងអស់គ្នាព្រមទាំងខ្ញុំខ្លួនឯងផងដែរឲ្យយើងស្វែងយល់ឲ្យយើងងាកទៅមើលឡើងវិញពីទម្លាប់ប្រចាំថ្ងៃប៉ុនយើងពីទំនាក់ទំនងមិនល្អរបស់យើងជាមួយនឹងគ្រឿងអេឡិចត្រូនិកទាំងអស់ហ្នឹងហើយបញ្ហាដែលយើងផ្ដោតលើក៏មិនមែនមកពីទូរស័ព្ទដៃដែរក៏ប៉ុន្តែគឺយើងផ្ដោតទៅលើពេលវេលាផ្ដោតទៅលើស្មារតីនិងអារម្មណ៍ដែលយើងដាក់ឲ្យគ្រឿងទាំងអស់ហ្នឹងហើយកុំឲ្យខាតពេលយូរយើងចូលទៅកាន់វីដេអូទាំងអស់គ្នាទីមួយគឺខ្ញុំចង់និយាយពីការនឿយហត់ឬក៏ភាពតានតឹងជាប្រចាំបងប្អូនទាំងអស់គ្នាដែលចាប់អារម្មណ៍ដូចខ្ញុំមួយថ្ងៃខ្លះគឺយើងអត់ធ្វើអីសោះយើងគ្រាន់តែគេងនៅលើគ្រែយើងគ្រាន់តែគេងមើលរឿងឬក៏គេងមើលទូរស័ព្ទជាច្រើនម៉ោងក៏យើងមានអារម្មណ៍ថាហត់ដែរហើយមានអារម្មណ៍ថាហត់បែបជាប្រចាំឬក៏រ៉ាំរ៉ៃតែម្ដងអត់មានអារម្មណ៍នៅក្នុងការធ្វើអីមួយឡើយបើយោងទៅតាមការស្រាវជ្រាវរបស់ Common Sense Sensors Media Used by Twins and Teens នៅក្នុងឆ្នាំ2022យុវជននិងមនុស្សវ័យជំទង់ចំណាយពេលជាមួយនឹងទូរស័ព្ទដៃនឹង 7.5 ម៉ោងជាមធ្យមក្នុងមួយថ្ងៃហើយនេះគឺអត់គិតពីការរៀនសូត្រឬក៏ការធ្វើការងារអីឡើយហើយវាបានផ្ដល់ផលប៉ះពាល់យ៉ាងខ្លាំងទៅដល់ខួរធំរបស់យើងដែលជាខួរក្បាលមានតួនាទីទៅលើការផ្ចង់អារម្មណ៍ទៅលើការគិតនិងការចងចាំជាដើមនៅពេលដែលយើងអូសមើលបណ្ដាញសង្គមលេងហ្គេមកម្សាន្តផ្សេងទៀតហេតុអីបានជាយើងញៀនអត់ឈប់ឈរហេតុអីបានជានៅពេលដែលយើងឈប់ភ្លាមឬក៏នៅពេលដែលទូរស័ព្ទយើងអត់ថ្មភ្លាមយើងមានអារម្មណ៍ថាធុញថប់អបសុខហើយព្យាយាមរកអីផ្សេងទៀតមកកម្សាន្តអារម្មណ៍អត់ឈប់ឈរនៅពេលដែលយើងកំពុងតែកម្សាន្តអារម្មណ៍មិនថាការមើលវីដេអូនៅលើបណ្ដាញសង្គមមិនថាការលេងហ្គេមក៏ដោយគឺខួរក្បាលយើងមានអរម៉ូនរីករាយដែលហៅថាអរម៉ូនដូប៉ាមីនតែវាត្រូវបានរំញោចវាធ្វើឲ្យយើងមានអារម្មណ៍ថាពេញចិត្តជាមួយនឹងមួយវិនាទីដែលយើងអូសទូរស័ព្ទឬក៏យើងកំពុងតែលេងហ្គេមទាំងអស់ហ្នឹងហើយដោយសារតែ algorithms ឬក៏ប្រព័ន្ធដែលកម្មវិធីទាំងអស់ហ្នឹងត្រូវបានបង្កើតមកធ្វើឲ្យយើងមានអារម្មណ៍ថាវារហ័សមែនតើនៅក្នុងការឲ្យយើងអូសមើលវីដេអូទាំងអស់ហ្នឹងឬក៏នៅក្នុងការឲ្យយើងកម្សាន្តអារម្មណ៍ហ្នឹងវាធ្វើឲ្យយើងអូសទៅអូសមកយ៉ាងរហ័សហើយយើងអត់មានអារម្មណ៍ថាវាស៊ីពេលវេលាយើងអីនោះទេក៏ប៉ុន្តែពី1នាទីទៅ1នាទីធ្វើឲ្យយើងចំណាយពេល3ទៅ4ម៉ោងទៅលើកម្មវិធីទាំងអស់ហ្នឹងដោយអត់ដឹងខ្លួនពោលគឺដើម្បីឲ្យអរម៉ូនដូប៉ាមីនយើងរំញោចយើងព្យាយាមនៅក្នុងការរកការកម្សាន្តអារម្មណ៍គ្រប់ពេលវេលាគ្រប់ទីកន្លែងមិនថាពេលញ៉ាំបាយពេលរៀនសូត្រពេលជួបជុំគ្រួសារនៅកម្មវិធីផ្សេងទៀតពេលធ្វើការងារអ្វីមួយឬក៏ពេលខ្លះពេលយើងបើកឡានទៀតផងតើយើងក៏បានចាប់អារម្មណ៍ថាសកម្មភាពដដែលហ្នឹងគឺវាបានធ្វើឲ្យ cortisol ឬក៏អរម៉ូន stress របស់យើងកើនឡើងទៅវិញហើយយើងយល់ច្រឡំថាការកម្សាន្តរបស់យើងហ្នឹងគឺជាការកាត់ stress នៅពេលដែលរាងកាយយើងអត់ធ្វើសកម្មភាពអ្វីសោះហើយយើងប្រើប្រាស់ភ្នែកយ៉ាងច្រើនម៉ោងដើម្បីមើលទៅលើពន្លឺអេក្រង់ទូរស័ព្ទពណ៌ខៀវហ្នឹងជាពិសេសបើសិនជាអីដែលយើងមើលហ្នឹងមានភាពអវិជ្ជមានទៀតនោះបងប្អូនទាំងអស់គ្នាកុំឆ្ងល់ថាហេតុអីបានជាយើងចេះតែមានអារម្មណ៍ថាហត់នឿយទោះបីជាយើងអត់ធ្វើអីសោះក្រៅពីអារម្មណ៍ហត់នឿយទាំងអស់ហ្នឹងការចំណាយពេលវេលាច្រើនម៉ោងទៅលើការកម្សាន្តដោយប្រើប្រាស់ឧបករណ៍គ្រឿងអេឡិចត្រូនិកទាំងអស់ហ្នឹងជាមួយនឹងពន្លឺអេក្រង់ពណ៌ខៀវក៏វាធ្វើឲ្យប៉ះពាល់ដល់សុខភាពផ្លូវកាយសុខភាពផ្លូវចិត្តនិងជាពិសេសសុខភាពខួរក្បាលរបស់យើងផងដែរ
ទី1គឺការចងចាំរបស់ខួរក្បាលយើងចុះខ្សោយហើយការចង់អារម្មណ៍ក៏មានភាពយូរឬក៏លំបាកជាងមុនផងដែរដែលធ្វើឲ្យការសិក្សារបស់យើងចុះខ្សោយឬក៏សមត្ថភាពនៅក្នុងការធ្វើការងារណាមួយរបស់យើងចុះខ្សោយទៅតាមនឹងដូចគ្នាសូម្បីតែការគ្រប់គ្រងនិងការបញ្ចេញអារម្មណ៍ក៏ពិបាកដូចគ្នាក្រៅពីនេះចំពោះអ្នកដែលគាត់កំពុងតែបាក់ទឹកចិត្តស្រាប់គាត់អាចនឹងពិបាកនៅក្នុងការព្យាបាលខ្លួនឯងឡើងវិញផងដែរដោយសារពួកគាត់យកការកំសាន្តទាំងអស់ហ្នឹងមកជំនួសភាពឯកាឬក៏ភាពពិបាកចិត្តរបស់គាត់ពីមួយពេលទៅមួយពេលវាក៏ធ្វើឲ្យសមត្ថភាពនៅក្នុងការទំនាក់ទំនងរបស់យើងចុះខ្សោយដូចគ្នាធ្វើឲ្យយើងពិបាកទំនាក់ទំនងជាមួយនឹងសង្គមខាងក្រៅធ្វើឲ្យវាប៉ះពាល់ទៅលើមិត្តភាពរបស់យើងជាមួយនឹងអ្នកដទៃជាមួយនឹងក្រុមគ្រួសារមិត្តភ័ក្តិនិងដៃគូយើងផងដែរហើយប្រកបណាស់គឺយើងអត់មានអារម្មណ៍នៅក្នុងការរៀនសូត្រអត់មានអារម្មណ៍នៅក្នុងការលេងកីឡាដើរលេងជាមួយក្រុមគ្រួសារឬក៏មិត្តភ័ក្តិហើយនឹងសាកល្បងនៅក្នុងការចាប់យកចំណងចំណូលចិត្តអីមួយដែលថ្មីឡើយប្រសិនបើយើងប្រៀបធៀបខ្លួនឯងជាមួយនឹងមនុស្សនៅលើបណ្ដាញសង្គមទៀតនោះគឺវាកាន់តែធ្វើឲ្យយើងមានអារម្មណ៍ថាខ្លួនឯងអត់តម្លៃថែមទៀតផងអញ្ចឹងចំណុចនេះគឺនាំយើងមកកាន់ចំណុចទី3របស់យើងតាក់ទងទៅនឹងបណ្ដាញសង្គមឬក៏ social media បណ្ដាញសង្គមឬក៏ social media គឺជាប្រព័ន្ធផ្សព្វផ្សាយសាធារណៈសម្រាប់នៅក្នុងការចែករំលែកចំណេះដឹងផ្សេងៗនៅក្នុងការចែករំលែកព័ត៌មានពីមួយកន្លែងទៅមួយកន្លែងសម្រាប់ការរៀនសូត្រអ្វីដែលថ្មីសម្រាប់ការទំនាក់ទំនងគ្នាជាមួយនឹងមិត្តភ័ក្តិជាមួយនឹងក្រុមគ្រួសារឬក៏មនុស្សដែលយើងស្រឡាញ់ផងដែរបើយោងទៅតាមការសិក្សាស្រាវជ្រាវទៅលើប្រធានបទ Digital Burnout and Social Media Fatigue among Gen Z នោះគឺគេរកឃើញថា 45% នៃយុវជនយើងមានអារម្មណ៍ថាធុញថប់ឬក៏មានសម្ពាធដោយយើងចង់រក្សាវត្តមានរបស់ខ្លួនឯងនៅលើបណ្ដាញសង្គមពោលគឺយើងដាក់សម្ពាធខ្លួនឯងឲ្យប្រើប្រាស់ឬក៏ឆែកមើលប្រព័ន្ធផ្សព្វផ្សាយទាំងអស់ហ្នឹងជាប្រចាំដោយយើងមានអារម្មណ៍ថាខ្លាចតាមអត់ទាន់គេរឿងអ្វីមួយឬក៏គេភាសាអង់គ្លេសគេហៅថា FOMO មានន័យថា fear of missing out អញ្ចឹងតើការប្រើប្រាស់បណ្ដាញសង្គមហ្នឹងគឺវាអាចផ្ដល់ផលប៉ះពាល់អីដល់យើងដែរឬអត់ព្រោះថាភាគច្រើនគឺវាតែងតែផ្ដល់គុណសម្បត្តិដល់យើងទី1នោះគឺរឿងអវិជ្ជមានឬក៏មាតិកាមិនសមរម្យឬក៏មាតិកាគ្រោះថ្នាក់ណាមួយដែលយើងអាចនឹងអូសប៉ះដែលវាធ្វើឲ្យយើងមានអារម្មណ៍អ្វីមួយយ៉ាងទោះបីជាយើងអត់ចង់មានអារម្មណ៍ទាំងអស់នោះក៏ដោយទោះបីជាវាមិនមែនជារឿងយើងក៏ដោយក៏បងប្អូនទាំងអស់គ្នានៅតែមានអារម្មណ៍ថាឆ្ងល់ចង់តាមដានខឹងសម្បាមានអារម្មណ៍ធុញទ្រាន់ពិបាកចិត្តឬក៏មានអារម្មណ៍អ្វីមួយយ៉ាងទៅតាមមាតិកាទាំងអស់នោះដែរហើយវាពេលខ្លះគឺអាចប៉ះពាល់ដល់យើងដែរប្រសិនបើមាតិកាទាំងអស់នោះគឺជារឿងអវិជ្ជមានទី2នោះគឺការប្រៀបធៀបខ្លួនឯងជាមួយនឹងបុគ្គលដែលស្ថិតនៅលើប្រព័ន្ធបណ្ដាញសង្គមទាំងអស់នោះមិនថាប្រៀបធៀបជាមួយនឹងអ្នកដែលមានអាយុប៉ុនយើងជាមួយនឹងអ្នកស្គាល់គ្នាជាមួយនឹងតារាល្បីឬក៏នរណាម្នាក់ក៏ដោយប្រកបណាស់គឺអត់មាននរណាគេបញ្ចេញពីភាពសៅហ្មងនៃជីវិតរបស់គេឬក៏បញ្ចេញពីភាពលំបាកនៃជីវិតរបស់គេនៅលើបណ្ដាញសង្គមទាំងអស់ហ្នឹងឯងដូច្នេះហើយអ្វីដែលយើងមើលឃើញនោះគឺភាពរីករាយគ្រប់ពេលវេលាភាពហៃសូភាពមានបានឬក៏ភាពរីកចម្រើនណាមួយនៃជីវិតរបស់គេហើយបើសិនជាបងប្អូនទាំងអស់គ្នាមិនមែនជាអ្នកពិបាកចិត្តដោយសារតែយើងប្រៀបធៀបពីជីវិតខ្លួនឯងជាមួយនឹងជីវិតគេទេក៏យើងជាអ្នកពិបាកចិត្តដោយសារតែយើងត្រូវតែបញ្ចេញពីភាពវិជ្ជមានរបស់ខ្លួនឯងជាប្រចាំយើងត្រូវតែព្យាយាមនៅក្នុងការតាមឲ្យទាន់គេនៅក្នុងការបញ្ចេញពីភាពហៃសូឬក៏រីកចម្រើនណាមួយនៃជីវិតរបស់យើងទាំងដែលតាមការពិតយើងអាចនឹងកំពុងតែជួបរឿងលំបាកលំបិនណាមួយឬក៏យើងអាចនឹងកំពុងតែមានភាពពិបាកចិត្តអ្វីមួយគឺអត់មាននរណាដឹងឡើយសរុបទៅការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកទាំងអស់ហ្នឹងមកជាប្រយោជន៍យើងគឺជារឿងល្អមួយក៏ប៉ុន្តែបើសិនជាយើងចំណាយពេលច្រើនម៉ោងខ្លាំងមែនទែនទៅលើឧបករណ៍ទាំងអស់ហ្នឹងជាពិសេសគឺគ្រឿងដែលមាន screen ឬក៏មានអេក្រង់ពណ៌ខៀវនោះវាអាចផ្ដល់ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើការអភិវឌ្ឍខួរក្បាលរបស់យើងទៅលើភ្នែករបស់យើងនិងសុខភាពរបស់យើងព្រមទាំងទំនាក់ទំនងផ្សេងទៀតឬក៏សមត្ថភាពនៅក្នុងការធ្វើអីមួយប៉ះពាល់ទៅលើមិត្តភាពរបស់យើងជាមួយនឹងសង្គមហើយនឹងការស្រឡាញ់ខ្លួនឯងរបស់យើងផងដែរប្រសិនបើយើងគិតឡើងវិញ Gen Z គឺពួកយើងទាំងអស់គ្នាហ្នឹងហើយគឺជាអ្នកដែលមានអាយុពី14ទៅ29ឆ្នាំមានន័យថាគឺពួកយើងនៅក្មេងខ្លាំងមែនទែនយើងគប្បីនៅក្នុងការចំណាយពេលឲ្យបានច្រើនជាមួយនឹងមនុស្សដែលយើងស្រឡាញ់ជាមួយនឹងក្រុមគ្រួសារយើងគប្បីនៅក្នុងការដាក់ខ្លួនឯងចេញទៅក្រៅដើម្បីធ្វើអីមួយដែលយើងចង់ធ្វើនៅក្នុងការចាប់យកចំណងចំណូលចិត្តអ្វីដែលថ្មីនៅក្នុងការខិតខំរៀនសូត្រឬក៏ខិតខំធ្វើការងារហើយតាក់ទងជាមួយនឹងពិភពលោកមួយដែលពិតកាត់អនុស្សាវរីយ៍ថ្មីហើយមើលថែសុខភាពខ្លួនឯងផងដែរអញ្ចឹងនេះគឺគ្រាន់តែជាការក្រើនរំលឹកឡើងវិញមិនថាខ្ញុំមិនថាបងប្អូនទាំងអស់គ្នាគឺយើងគួរតែងាកទៅមើលឡើងវិញពីទម្លាប់មិនល្អរបស់យើងជាមួយនឹងឧបករណ៍គ្រឿងអេឡិចត្រូនិកទាំងអស់ហ្នឹងហើយចំពោះឯកសារដែលតាក់ទងទៅនឹងវីដេអូទាំងអស់នេះខ្ញុំនឹងធ្វើការដាក់វានៅក្នុង description ប្រសិនបើបងប្អូនទាំងអស់គ្នាចង់អានបន្តឬក៏ស្រាវជ្រាវបន្តផងដែរខ្ញុំសូមអរគុណបងប្អូនទាំងអស់គ្នាចំពោះការទស្សនាហើយយើងជួបគ្នានៅវីដេអូក្រោយទៀត